khăn cố vi rồi tè khi nhóm ban khơi sự hơi là ô chỉ ra về đào châu pan này kia sự hơi là ô tại mình đâu ban an tại mình dul mình đâu khla an dul tại thưa mình cao về thưa mình cao của prang tới mình tu tris đấy dương trâu trâu lọp một chlo bên trang mưa luôn ai lang vinh đang óc tướp dương ai tích phật vì rương ạ vị chia bàn khla nhóm lung khănสมาธิជាប្រក្រតីមានចំណេះដឹងផ្នែកសាសនាខ្លះល្មមអាចយល់ពីធម្មជាតិមនុស្សប្រឹងវិភាគទ្រឹស្ដីវែកញែកគំនិតគិតឃើញរឿងថ្មីតែដល់យល់មែនតែនអ្វីក៏ខ្ញុំលែងបន្ទោសដែរបើយើងចង់ខ្លាំងគឺត្រូវប្រឹងរហូតបើយើងចង់ខ្លាំងកុំប្រឹងលេងស្រឡាញ់សង្គមត្រូវប្រឹងអានបើមានចំណេះត្រូវប្រឡេះចែកគ្នាមុនគេខ្ញុំធ្វើរឿងពីរសំខាន់ទី1សមាធិនិងទី2សន្ទនាជាមួយខ្លួនឯងសួរខ្លួនឯងនិងពិចារណាលើទង្វើខ្លួនឯងហេតុអ្វីខ្ញុំធ្វើបែបនេះការពិតខ្ញុំខ្លាចខ្លួនឯងខុសដែលឥតដឹងខ្លួនពងវែងដែលឥតដឹងសតិខ្ញុំអានសៀវភៅមែនគិតវែកញែកមែនតែត្រូវការសមាធិជាធាតុអាស្រ័យជ្រោមជ្រែងទប់ចិត្តបិទបើមិនអញ្ចឹងទេចិត្តខ្ញុំនឹងមានវិន័យហើយចិត្តខ្ញុំនឹងមានតែអញខ្មៅសល្អអាក្រក់នៅលើចិត្តគំនិតប្រើមិនកើតពេលចិត្តវង្វេងត្រឡប់មកវិញសូមកុំធ្វើជាកញ្ជះនៃគំនិតអ្នកនិពន្ធណាម្នាក់ឲ្យសោះជាពិសេសក្នុងរឿងសង្គមចេះមើលបើឃើញជំពាក់ហើយគឺត្រូវជួយស្រាយយើងត្រូវការមនុស្សសន្តិភាពចេះកសាងស្មារតីសាមគ្គីប្រគិស្មារួមគ្នាធ្វើនិងគិតសង្គមពេលវេលាខ្លីពេកគឺខ្លីយកតែមែនតែនទាសកោគំនិតយើងចំណាយពេលវេលាអានសៀវភៅដូចគ្នានិងចំនួនក្បាលសៀវភៅដូចគ្នាតែការជ្រួតជ្រាបទទួលបានចំណេះដឹងពីសៀវភៅគឺវាពុំដូចគ្នាឡើយអ្នកអានខ្លះមានសមត្ថភាពពិចារណាខ្ពស់ជាងអ្នកនិពន្ធគំនិតអ្នកនិពន្ធខ្លះជាគំនិតសាមញ្ញតែបើកម្រិតសមត្ថភាពនៃអ្នកអានខ្ពស់វានឹងធ្វើឲ្យគំនិតសាមញ្ញផ្គុំសាច់ផ្គុំឈាមក្លាយទៅជាគំនិតអស្ចារ្យដូច្នេះហើយបានជាយើងជាអ្នកអានត្រូវតែកងាប់ក្រឡាជាមួយគំនិតអ្នកនិពន្ធណាឲ្យសោះត្បិតបើងាប់ក្រឡាគឺស្មើនឹងងាប់បញ្ញាហើយបើងាប់បញ្ញាគឺស្មើនឹងคล้ายទៅជាកញ្ជះនៃគំនិតអ្នកនិពន្ធអ្នកខ្សោតនៅការពិចារណាច្រើនតែធ្លាក់ខ្លួនក្នុងទិសកលនៃគំនិតអិរិយាបថបែបនេះវាពុំធ្វើឲ្យយើងរីកចម្រើនឡើយអ្នកអាននិងអ្នកនយោបាយសង្គមនីមួយគឺវាសុទ្ធតែមានប្រវត្តិសាស្ត្ររបស់ខ្លួនប្រវត្តិសាស្ត្រថ្ងៃនេះវាគឺជាសមិទ្ធផលនៃការសម្រេចចិត្តនយោបាយកាលពីម្សិលមិញនយោបាយជាប្រលឹងរីឯប្រវត្តិសាស្ត្រជាកាយមនុស្សម្នាក់ស្លាប់រស់ព្រោះតែចិត្តគំនិតខាងក្នុងខ្លួនគឺប្រលឹងប្រៀបដូចជាសង្គមមួយស្លាប់រស់ព្រោះតែនយោបាយខ្ញុំធ្លាប់សរសេរនៅគំនិតខ្លឹមសារគំនិតដែលថាការអានវាពុំអាចធ្វើឲ្យយើងគ្រប់គ្នាคล้ายទៅជាមេដឹកនាំបានទេតែវាអាចប្រាប់យើងឲ្យដឹងថាតើមេដឹកនាំប្រភេទណាដែលយើងគួរដើរតាមដែរនេះជាគំនិតស្នូលអំពីអំណាចដែលយើងត្រូវដឹងត្បិតគ្មានជនសង្គមណាម្នាក់អាចរស់នៅគេចខ្លួនផុតពីរឿងនយោបាយទេរដ្ឋបរោះក្រិចដ៏ល្បីឈ្មោះម្នាក់ Pericles បានថ្លែងថាគ្រាន់តែដោយសារអ្នកមិនចាប់អារម្មណ៍លើរឿងនយោបាយគឺមិនមែនមានន័យថានយោបាយនឹងមិនចាប់អារម្មណ៍លើអ្នកទេទស្សនវិទូក្រិចផ្លាតុងនិយាយថាអ្នកនឹងត្រូវវិនិច្ឆ័យក្រោមការគ្រប់គ្រងរបស់មេដឹកនាំល្ងីល្ងើ
ប្រសិនបើអ្នកមិនចាប់អារម្មណ៍លើកិច្ចការរបស់រដ្ឋាភិបាលតើហេតុអ្វីត្រូវផ្សារភ្ជាប់អំណាចនឹងរឿងនយោបាយជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមិនថាជាបុគ្គលណាអាយុណានិងជាបព្វជិតសាសនាណាទេបើសុទ្ធតែជាប់តាក់ទងនឹងនយោបាយទាំងអស់ទោះបីជាចង់ឬមិនចង់ក៏ដោយអ្នកចម្រៀងមិនចង់ដឹងឮរឿងនយោបាយតែមុនឬក្រោយឬឱកាសណាមួយគឺនឹងត្រូវអ្នកនយោបាយខ្លះខ្ចីប្រជាប្រិយភាពមកប្រើប្រាស់ទាញយកផលប្រយោជន៍នយោបាយគ្រូសិស្សនិស្សិតបញ្ញវន្តមេសាសនាដែលមិនចង់ខ្វល់ខ្វាយនឹងរឿងនយោបាយគឺនឹងត្រូវអ្នកនយោបាយខ្លះទាញឲ្យចូលកិច្ចការនយោបាយដោយស្វ័យប្រវត្តិនៅឱកាសចាំបាច់ណាមួយនេះហៅថាឧបករណ៍នយោបាយត្បិតបើខ្វះតួសម្ដែងគឺត្រូវការទាញឲ្យមកជួយលេងល្ខោនចង់ក៏ដោយឬមិនចង់ក៏ដោយក្នុងរឿងនគរ3មេដឹកនាំខ្លាំងឆាវដែលធ្លាប់ប្រើយុទ្ធសាស្ត្រខ្ចីក្បាលអ្នកកាន់ស្បៀងដើម្បីយកលេសកុហកកងទ័ពជំរុញកម្លាំងប្រយុទ្ធរីចំណែកក្នុងវិស័យតែនិពន្ធគួរអញ្ចឹងដែរតាមរយៈប្រវត្តិសាស្ត្រពីមុនមកមានអ្នកខ្លះសរសេរសៀវភៅជំរុញបដិវត្តន៍អ្នកខ្លះប្រើសំណេរកំទេចបដិវត្តន៍អ្នកខ្លះទៀតប្រើសំណេរឲ្យមនុស្សស្រឡាញ់សាមគ្គីក្នុងសង្គមមួយបើវិស័យណាមួយមានចរន្តលេចធ្លោលឿនបំផុតគឺអ្នកនយោបាយខ្លះនឹងប្រើប្រាស់វិស័យនោះជាឧបករណ៍នយោបាយក្នុងករណីចាំបាច់នៅក្នុងអត្ថបទនេះមានរឿងជាច្រើនដែលខ្ញុំនិយាយទៅពីរោះស្ដាប់និយាយទៅត្រឹមត្រូវតែពេលខ្លះមិនត្រូវនិយាយឬមិនអាចនិយាយតើអ្វីជាទំនាក់ទំនងរវាងអំណាចនិងនយោបាយមានលើគ្រប់វិស័យទាំងអស់ដូចជានយោបាយសេដ្ឋកិច្ចនយោបាយអប់រំនយោបាយពាណិជ្ជកម្មជាពិសេសនយោបាយដឹកនាំសង្គមខ្ញុំមានចេតនាចង់ឲ្យយុវជនប្រឹងអានដោយចេះពិចារណាចេះថ្លឹងថ្លែងចេះគិតដោយខ្លួនឯងនិងទទួលខុសត្រូវលើវាសនាជីវិតដោយខ្លួនឯងព្រមទាំងកុំរស់នៅក្រោមឆន្ទៈរបស់មនុស្សទុច្ចរិតបើយើងចេះអានយើងសកម្មនឹងអំណាចជាជាងដើរលេងគឺប្រៀបដូចជាយើងបានចូលរួមជួយសង្គមក្នុងផ្នែកណាមួយដែលជាតួនាទីរបស់យើងខ្លួនឯងក្នុងនាមជាម្ចាស់សង្គមឬបើយ៉ាងហោចណាស់ដល់ថ្ងៃបោះឆ្នោតយើងក៏ចេះប្រើអំណាចខ្លួនឲ្យត្រឹមត្រូវដឹងថាមេដឹកនាំណាដែលយើងគួរបោះឆ្នោតឲ្យដែរយើងតែនិយាយពីសង្គមប្រជាធិបតេយ្យស្របពេលខ្លួនឯងមិនមែនជាមនុស្សដែលមានការអប់រំត្រឹមត្រូវយើងបន្ទោសរបៀបដឹកនាំផ្ដាច់ការស្របពេលដែលពេលខ្លះបើគេបណ្ដោយយើងពេកយើងនឹងបង្កភាពអនាធិបតេយ្យដល់សង្គមបើកាលណាយើងបង្កហេតុដែលនាំឲ្យអនាធិបតេយ្យគឺមានន័យថាយើងពុំទាន់យល់ពីសង្គមនៃប្រជាធិបតេយ្យនៅឡើយទេការចូលរួមក្នុងសង្គមប្រជាធិបតេយ្យគឺត្រូវការចូលរួមប្រកបទៅដោយចំណេះដឹងអវិជ្ជាគឺជាប្រភពនៃអំពើអាក្រក់សេរីភាពនៅនឹងដៃមនុស្សអវិជ្ជាគឺនឹងបង្កចលាចលដល់សង្គមអំណាចនៅនឹងមេដឹកនាំអវិជ្ជាគឺនឹងក្រាញអំណាចតើអ្វីទៅជាអំណាចដើម្បីជ្រើសរើសមេដឹកនាំអំណាចមានអំណាចខ្លាំងណាស់បើយើងចេះប្រើប្រាស់ឲ្យត្រឹមត្រូវយើងអាចប្រើអំណាចដើម្បីសម្គាល់ចរិតមេដឹកនាំតើយើងអាចសម្គាល់ចរិតមេដឹកនាំនយោបាយដោយរបៀបណាដាំមនុស្សឲ្យប្រងគិតគុណធម៌រើសមេដឹកនាំឲ្យមើលចរិតបើមេដឹកនាំមានចរិតជាអ្នកសឹកសង្គ្រាមពេលកាន់អំណាចនឹងចូលចិត្តធ្វើសង្គ្រាមបើមេដឹកនាំជាអ្នករៀនសូត្រពេលឡើងកាន់អំណាចគឺនឹងគិតរឿងតែខាងអប់រំបើមេដឹកនាំជាអ្នកសាសនាពេលឡើងកាន់អំណាចនឹងអាចស្លូតហួសហេតុ
បើមេដឹកនាំជាអ្នកទស្សនវិជ្ជាពេលការអំណាចគឺនឹងគិតតែរឿងទស្សនៈគ្មានបច្ចេកទេសដឹកនាំតាមបែបយុទ្ធសាស្ត្រទេបើមេដឹកនាំចរិតពីលពេលឡើងការអំណាចនឹងដើរបង្កហិង្សានិយាយដល់ខ្លីនិយាយដល់ងាយយល់បើមេដឹកនាំមានចរិតទំនោរទៅខាងរបបមូលធនគឺនឹងដឹកនាំសង្គមទៅរកមូលធននិយមបើមេដឹកនាំមានចរិតទំនោរទៅខាងសង្គមនិយមគឺនឹងដឹកនាំសង្គមទៅរករបបសង្គមនិយមពេលមានអំណាចបើមេដឹកនាំមានចរិតប្រជាធិបតេយ្យគឺនឹងដឹកនាំសង្គមទៅរបបនយោបាយតាមបែបប្រជាធិបតេយ្យនេះជាចរិតលក្ខណៈអ្នកនយោបាយដែលយើងអាចសង្កេតខ្លួនឯងដូចជានៅចិនមានម៉ៅសេងទុងជាអ្នកសង្គមនិយមនិងស៊ុនយ៉ាតសេនជាអ្នកប្រជាធិបតេយ្យឬនៅប្រទេសយើងពីមុនក៏មានផងដែរអ្នកនយោបាយមានចរិតទំនោររាជានិយមអ្នកនយោបាយមានចរិតទំនោរសង្គមនិយមអ្នកនយោបាយមានចរិតទំនោរប្រជាធិបតេយ្យនិយមឡារឿងទាំងនេះវាជាប់តាក់ទងនឹងប្រភពនៃការអប់រំដែរត្បិតអ្នកខ្លះធ្លាប់ទៅរៀននៅបារាំងចិនអាមេរិកសូវៀតពេលណាយើងអានកាន់តែច្រើនយើងនឹងយល់ដឹងច្រើនអំពីអ្វីដែលអ្នកនយោបាយឬស្មេមានទំនោរមិនចង់ឲ្យយើងដឹងនេះហើយដែលខ្ញុំតែងតែលើកឡើងថាអានសៀវភៅច្រើនវានឹងបង្រៀនយើងឲ្យចេះមើលនៅអ្វីដែលសៀវភៅមិនមានសរសេរឲ្យដឹងឬអ្នកប្រវត្តិសាស្ត្រខ្លះមិនបានរៀបរាប់ឲ្យចេះដឹងពេលណាយើងចេះមើលចេះសង្កេតចេះឆ្លុះបញ្ចាំងចេះវិភាគគឺយើងនឹងចេះរៀបចំអនាគតសង្គមខ្លួនស្របទៅតាមពេលវេលាកលៈទេសៈទស្សនវិស័យវែងឆ្ងាយហួសពីមនុស្សដែលអានសៀវភៅតែមួយក្បាលឬអានសៀវភៅបានតិចឬមិនអានសោះឬមនុស្សជ្រុលនិយមស្រឡាញ់សង្គមពិតគឺត្រូវគិតរឿងអាននិងរឿងរៀនសូត្រដែលយកចិត្តទុកដាក់គ្មានរឿងធំដុំណាមួយដែលកើតឡើងតាមរបៀបធ្វើលេងទេអត្ថបទនេះដកស្រង់ចេញពីសៀវភៅអំណាចជាអំណាចនិពន្ធដោយឡាមលឹម